សួស្តីមកកាន់ Channel វណ្ណបាយ Tech សួស្តីបងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាក្នុងវីដេអូមួយនេះខ្ញុំបង្ហាញពីរបៀបដាក់ page number នៅក្នុងកម្មវិធី Microsoft Word អញ្ចឹងបងប្អូនខ្លះក៏គាត់ចេះដាក់ហើយបងប្អូនខ្លះក៏គាត់មិនទាន់ចេះដាក់អញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងលម្អិតជូនអ្នកទាំងអស់គ្នាអញ្ចឹងយើងបើកកម្មវិធី Microsoft Word ទាំងអស់គ្នាអញ្ចឹងពេលបងប្អូនបើកកម្មវិធី Microsoft Word អញ្ចឹងអ្នកនរគ្នាត្រូវចូលទៅក្នុង Insert បន្តមកទៀតយើងយកកន្លែង Page Number អញ្ចឹងនៅក្នុង Page Number ហ្នឹងយើងអាចដាក់បាននៅទីតាំងណាមួយដែលអ្នកទាំងអស់គ្នាចង់ដាក់អញ្ចឹងឧទាហរណ៍ថាខ្ញុំអាចយកផ្នែកខាងក្រោមនេះចុះប៉ុន្តែមុនតែយើងធ្វើសិភៅយើងត្រូវដឹងថាយើងត្រូវទុកกระดาษដំបូងបានថាមានអារម្មណ៍កថាមានមេត្តាអញ្ចឹងខ្ញុំឧទាហរណ៍ក្នុងនេះខ្ញុំមានកระดาษ4ស្លឹកអញ្ចឹងនៅស្លឹកទី1អ្នកទាំងអស់គ្នាអាចសេជាអារម្មណ៍កថាបន្តមកទៀតស្លឹកទី2ទី3អ្នកទាំងអស់គ្នាអាចដាក់វាជាប្រភេទមេត្តាអញ្ចឹងយើងត្រូវចាំថាអារម្មណ៍កថានិងមេត្តាហ្នឹងវាអត់មានលេខទំព័រទេបើអារម្មណ៍កថាមួយស្លឹកមេត្តា3ឬក៏4ស្លឹក5ស្លឹកអញ្ចឹងលេខទំព័រយើងអាចចាប់ពីស្លឹកទី6ដើម្បីមានលេខទំព័រទី1អញ្ចឹងយើងត្រូវចេះដាក់ធ្វើយ៉ាងម៉េចដើម្បីឲ្យស្លឹកទី6ចាប់ពីទំព័រទី1ទៅអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ថាខ្ញុំមានអារម្មណ៍កថាមួយស្លឹកតមកទៀតខ្ញុំមានមេត្តា3ស្លឹកអញ្ចឹងស្លឹកទី5ខ្ញុំត្រូវដាក់វាទៅជាទំព័រទី1អញ្ចឹងនៅក្នុងស្លឹកទី1ទី2ទី3ទី4នេះអ្នកទាំងអស់គ្នាអាចសរសេរវាភ្ជាប់មកជាមួយគ្នាក៏បានឬក៏យើងអាច Control Enter ដើម្បីទុកกระดาษក៏បានប៉ុន្តែនៅក្នុងស្លឹកទី5អ្នកទាំងអស់គ្នាមិនអាចសរសេរភ្ជាប់មកជាមួយគ្នាឬក៏មិនអាច Control Enter ឯងយើងត្រូវចូលនៅក្នុង Layout បន្តមកទៀតអ្នកទាំងអស់គ្នាចូលកន្លែង Press កន្លែង Press ហ្នឹងបានយើង Press Page យើងផ្ដាច់ទំព័រទី5ហ្នឹងស្លឹកទី5ហ្នឹងឲ្យវាចេញពីស្លឹកទី1ទី2ទី3និងទី4អញ្ចឹងយើងចុចកន្លែង Press បន្តមកទៀតយកពាក្យថា Next Page ចុចម្ដងទៀតមកយើងយកពាក្យថា Next Page អញ្ចឹងស្លឹកទី1ទី2ទី3ទី4សរសេរធម្មតាប៉ុន្តែស្លឹកទី5ចាប់ពីស្លឹកទី5ទៅដើម្បីដាក់ទំព័រទី1យើងត្រូវចាំចូល Layout យកពាក្យថា Break បន្តមកទៀតយកពាក្យថា Next Page ត្រង់កន្លែងហ្នឹងបន្តមកទៀតយើងត្រូវធ្វើយ៉ាងម៉េចឲ្យទំព័រទី5នេះវាស្ថិតនៅក្នុងស្លឹកទី1បានន័យថាចាប់ពីលេខ1 page ទី1ទៅយើងចូលនៅក្នុង Insert យកពាក្យថា Page Number អញ្ចឹងនៅក្នុងកន្លែង Page Number នេះអ្នកទាំងអស់គ្នាអាចដាក់កន្លែងណាក៏បានដែរតាមតែអ្នកទាំងអស់គ្នាចង់បានបន្តមកទៀតយើងយកមួយណាដែលអ្នកទាំងអស់គ្នាចង់បានហ្នឹងមកពេលបានប៉ុណ្ណឹងអញ្ចឹងយើងសង្កេតឃើញថាពីស្លឹកទី1គឺវាទំព័រទី1ទី2ទី3និងទី4ទី5អញ្ចឹងយើងឲ្យស្លឹកទី5នេះស្លឹកទី4ស្លឹកខាងលើនេះយើងអត់ចង់ទុកPage Number ទេយើងចង់ចាប់ពីស្លឹកទី5នេះឲ្យវាមកជាទំព័រទី1អញ្ចឹងរបៀបដាក់គឺយើងត្រូវតែ select ដាក់ cursor ឲ្យចំស្លឹកទី5ហ្នឹង select ក៏បានដាក់ cursor ចំក៏បានបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវដោះកន្លែងនេះដោះកន្លែង link to previous ហ្នឹងមកចុចផ្ដាច់កន្លែងហ្នឹងមួយពេលអ្នកទាំងអស់គ្នាចុចផ្ដាច់កន្លែងហ្នឹងបានន័យថាអ្នកទាំងអស់គ្នាចាប់ផ្ដើមផ្ដាច់ link ពីទំព័រទី1ទី2ទី3ទី4ហ្នឹងឲ្យវាចេញ
2ទី5 ចឹងបើអ្នកនរគ្នាអត់ផ្ដាច់កន្លែងហ្នឹងទេអ្នកនរគ្នាចង់ឧទាហរណ៍ថាចង់លុបចឹងពេលលុបទៅគឺវាបាត់ទាំងអស់បាត់បានថាទី5នេះក៏អត់មានដែរចឹងរបៀបដើម្បីលុបកុំឲ្យវាបាត់បានទី1 select ត្រង់លេខ5ដោះចុចកន្លែងហ្នឹងមួយមកបានថាដោះកុំ select កន្លែងហ្នឹងយើងដោះវាចេញពីគ្នាមកពេលដោះបានប៉ុណ្ណឹងអ្នកនរគ្នាអាចលុបបានអញ្ចឹងចង់លុបលេខ1អញ្ចឹងសល់តែលេខ5ឃើញទេអញ្ចឹងបានថា select ទី1នេះអារម្មណ៍កថា select ទី2ទី3ទី4ទី5ទី6អីក៏ដោយអាចទុកជាមេត្តាកាបន្តមកទៀតចង់ទុក select ណាមួយដែលអ្នកទាំងអស់គ្នាឲ្យវាចាប់ពីទំព័រទី1ទៅអញ្ចឹងពេលដោះកន្លែងហ្នឹងហើយយើងអាចលុបវាបានប៉ុន្តែកន្លែងលេខ5នេះចង់ឲ្យវាទៅចាប់ពីទំព័រទី1អញ្ចឹងអ្នកនរគ្នាមិនអាចលុបលេខ5ហើយដាក់លេខ1ចេះបានទេអញ្ចឹងយើងត្រូវស្គាល់កន្លែងរបៀបដាក់អ្នកនរគ្នាគាត់ណាដាក់ cursor ឬក៏ select កន្លែងលេខ5ហ្នឹងមកបន្តមកទៀតចូលកន្លែង page number យកពាក្យថា format page number ចុចត្រង់កន្លែងហ្នឹងមកពេលដល់កន្លែងហ្នឹងអ្នកនរគ្នាគ្រាន់តែយកកន្លែង start at ហ្នឹងមកបន្តមកទៀតចុចយកពាក្យថា OK ជាការស្រេចប៉ុណ្ណឹងអញ្ចឹងអ្នកនរគ្នាអាចសរសេរតមកវាលោតទំព័រទី2វាលោតទំព័រទី3អញ្ចឹងនេះជារបៀបដាក់ page number ដែលបងប្អូនខ្លះក៏អត់ទាន់បានដឹងអញ្ចឹងក្នុងវីដេអូមួយនេះបើអត់យល់ត្រង់កន្លែងណាអាចឆាតឬក៏ comment ខាងក្រោមវីដេអូខ្ញុំនឹងធ្វើសារថ្មីឬក៏អាចឆាតមកផ្ទាល់ក៏បានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងជួយ subscribe channel ម្នាក់មួយនឹងទទួលបានវីដេអូថ្មីៗទាក់ទងនឹងការបង្រៀនកម្មវិធីកុំព្យូទ័រផ្សេងៗសូមអរគុណ